បាទកោះកុងបាទរួមជាមួយនឹងការប្រកួតរបស់មន្ទីរអប់រំយុវជនកីឡាខេត្តស្វាយរៀងប្រកួតជាមួយនឹងមន្ទីរអប់រំយុវជនកីឡាខេត្តកំពង់ចាមបាទចឹងគឺពីរគូបាទលេងដំណើរគ្នាបាទនៅទីតាំងផ្សេងគ្នាហើយនេះគឺជាទស្សនវិជ្ជាបាទនៃការដើរចេញមកកាន់បាទទីលានក៏ដូចជាការបាទចេញបាទមកឈរនៅក្នុងទីលានសម្រាប់សមាជិកកីឡាករទាំងពីរក្រុមក្រុមបាល់ទាត់ខេត្តកោះកុងទាត់បញ្ចូលទីដោយកីឡាករលេខ24ថាសុធុនបាទបាល់ជ្រួងពីខេត្តព្រះសីហនុបាទសម្រាប់គ្រាប់បាល់ហើយតាមស្មើពីក្រោយ1ទល់នឹង1អូហូយបាទកីឡាករបាទជាយូបាទជាអ្នករកគ្រាប់បាល់បានសម្រេចបាទ1ទល់នឹង1បាទទីបំផុតបាទខេត្តព្រះសីហនុបាទមានគ្រាប់បាល់តាមស្មើបាទពីក្រោយមកវិញហើយបាទតាមរយៈការថែបបញ្ចូលទីបានយ៉ាងល្អបាទរូបភាពបាទយឺតបាទការក្រោះបាល់ចូលបាញ់មិញបាទតែអូហូយអូបាទទាត់ទេមិនមែនតែទេបាទមើលមាញ់ពីចង្ងាយបាទស្មាតតែបាទជាស្រ័យពិបាកបន្តិចបាទបញ្ជូតបាល់ល្មមបាល់ហើទៅឥឡូវក៏រត់ទៅឲ្យអស់មកពីខាងបាទខេត្តប្រសេនុទាញបាទទាត់អូហូយល្អមែនទែនកីឡាករដែលទើបតែនឹងបដូរចូលគឺឈុនចន្ទតុលាបាទនៅក្នុងវគ្គទី2នេះបដូរចូលកម្លាំងពេញបាទទាត់បាល់បញ្ចូលទីបាទបានយ៉ាងល្អតែម្ដងបាទការគោរពណែបាទ style of Osato បាទអូ
បាទទាញមកបាទ1 2បាទ3បាទទាត់ផុតដៃអ្នកចាំទីបាទហៅប៊ុនហាក់បាទប៊ុនហាក់លោតដែរបាទតែបាល់នេះផុតដៃប៊ុនហាក់អើយបាទពេញសំណាញ់ទីតែម្ដងបាទឆនច័ន្ទតុលាបាទកីឡាករពាក់អាវលេខ10របស់ខេត្តប្រសេនុបាទនាំមុខវិញម្ដងទៅបាទអញ្ចឹងឥឡូវលេងពីកោះកុងទៅវិញបញ្ជូនបាល់មកឆ្ងាយបាទទាញមកអត់ផុតទេបាទហើយក៏បោះរត់ពីខាងខេត្តបាទប្រសេនុឲ្យឆក់បាល់បានពីកោះកុងរុញពីកោះកុងមកវិញកោះកុងបោះចោះកាត់មកល្អណាស់ការរបស់ខេត្តកោះកុងទាត់បានទេសម្រេចហើយបាទ2 ទល់នឹង 2ថាសុធនបាទសុទ្ធគ្រាប់ទី2បានសម្រេចនៅនាទីទី54បាទគណៈដែលខេត្តស្វាយរៀងក៏2ស្មើដែរអូយបាទជាមួយកំពង់ចាមបាទ2ស្មើដូចគ្នាបាទនៅឯបស័យអនុនេះក៏2ស្មើដូចគ្នាបាទអញ្ចឹងមានការសុទ្ធដូចគ្នាបាទ2 គ្រាប់បាទទាំង4ក្រុមបាទនេះគឺជាការបាទរប្រើប្រាស់បាទកម្លាំងបច្ចេកទេសរបស់ថាសុធនមកអូសយកបាល់ប៉ះបោះរត់មកក៏ទាត់អ្នកចាំទីបានត្រឹមតែរត់ទៅតាមបាល់តែប៉ុណ្ណោះដោយសារតែអ្នកចាំទីគាត់បិទអង្គនៅឆ្វេងដៃរបស់គាត់បាទតែសុធនក៏ទាត់ទៅខាងស្ដាំដៃ2 ទល់នឹង 2បាទអញ្ចឹងគឺសម្រុកគ្នាទៅមកល្អមើលមែនតើបាទអញ្ចឹងខ្ញុំជឿជាក់ថានឹងមានគ្រាប់បាល់ទីស្លាប់ខាងស្ដាំឱកាសរបស់ខេត្តកោះកុងបាទទាញមួយបាទកាច់ចង្កេះបាទទាត់សមាគមបាល់ទាត់ខេត្តបរសេនុសូមធ្វើការផ្លាស់ប្ដូរកីឡាករលេខ5មានមីហ៊ូចេញជំនួសដោយកីឡាករលេខ95សឿនសូឌីនបាទអូយបាទងើបអត់រួចទេបាទសែងចេញមកខាងក្រៅទីលានសិនបាទក៏បង្កការគ្រោះថ្នាក់ដែរបាទសម្រាប់ការបាទឱកាសបាទក្នុងការទាត់បាល់បាទ11 ម៉ែត្ររបស់ខេត្តកោះកុងបាទទាត់អូយបាទចប់អូយបាទសោកស្ដាយមែនតើបាទកោះកុងបាទទុកមួយសិនបាទទាត់ឆ្វេងដោលបាល់ចេញបាទការទាត់នេះអូយបាទអ្នកចាំទីល្អមែនតើបាទកឹមសុគន្ធបាទការទាត់របស់កីឡាករបាទស៊ុនវ៉ាន់ដេតបាទឥឡូវមានការប៉ះទង្គិចគ្នាអូ